កន្លែងដាច់ស្រយាលបែបនេះមិននឹកស្មានថាមានស្រីស្អាតបែបនេះសោះមកញ៉ាំស្រាជាមួយបងបន្តិចចាំបងជូនទៅផ្ទះវិញយកអត់ចេញទៅឲ្យឆ្ងាយពីខ្ញុំសូមគោរពគ្នាខ្លះទៅគោរពនៅតំបន់នេះឲ្យតែមានមុខខ្ញុំគឺគ្មានពាក្យថាគោរពអីទាំងអស់នាងក្មេងកុំធ្វើខ្លួនអីឲ្យលេះលុបពេកអាមនុស្សមុខមាត់អាក្រក់លេងខ្ញុំភ្លាមនាងថាស្អីណាបងក្បាលរលីងចិត្តត្រជាក់សិនទៅបងយប់នេះចង់ញ៉ាំអីដែរហាងខ្ញុំសូមជូនដោយឥតគិតថ្លៃអាមីយកទៅឆ្ងាយពីមុខអញទៅទីនេះមិនមែនកន្លែងដែលឯងត្រូវមកទេប៉ាអញហ៊ានថាអញអាក្រក់មែនទេដូច្នេះថ្ងៃនេះទូអញសងក៏ត្រូវតែសងមិនសងក៏ត្រូវតែសងដែរលេងខ្ញុំទៅជួយផងលេងខ្ញុំទៅលេងនាងទៅពួកអញជាប្រុសទាំងហ្វូមមកធ្វើបាបស្រីម្នាក់ឯងតើអួតថាខ្លាំងត្រង់ណាអាទ្រូក៏ខ្វក់ឯងជានរណាគេបានជាហ៊ានមករវល់រឿងរបស់អញឈ្មោះមិនបដូរនាមមិនបដូរឆេនហាប់ធៀនណាហ៎មិនដែលឈ្មោះសោះអញមិនខ្វល់ថាឯងឈ្មោះអ្វីនោះទេថ្ងៃនេះបែរហ៊ានមករវល់រឿងរបស់អញត្រូវតែសងសំណងនឹងទង្វើនេះកុំចេះតែប្រើពាក្យអួតអាងហួសហេតុពេកអញឲ្យពេលអញត្រឹមតែ10វិនាទីប៉ុណ្ណោះដោះលែងក្មេងស្រីនេះភ្លាមហើយសុំទោសមេរបស់អញទៅរួចក៏ក្តាប់ក្បាលទៅឲ្យឆ្ងាយភ្លាមសម័យនេះនៅមានអក្រិតក៏ចេះធ្វើលយចង់ធ្វើវីរបុរសជួយស្រីស្អាតដែរហេអញមិនខ្លាចស្លាប់មែនទេបើអញ្ចឹងអញនឹងផ្ដាច់ជីវិតអញឥឡូវនេះឯងទៅងាប់ទៅឆេនហាប់ធៀនប្រយ័ត្នលេងដៃអញចេញពីនាងទៅអញបានផ្ដល់ឱកាសឲ្យអញហើយដៃអញអាមួយនេះមិនធម្មតាទេអាខ្វះត្រូវបានវាចាប់ជាប់ហើយនៅចូលធ្វើអីទៀតចូលទៅវាកុំតិចវាចោលទៅប្អូនប្រុសប្រយ័ត្នណាពួកគេមានគ្នាច្រើនណាស់មានគ្នាច្រើនក៏មិនប្រកាសថាឈ្នះដែរខ្ញុំក៏អាចជួយបានដែរមកឈរក្រោយខ្នងខ្ញុំមកអូនឯងមានសមត្ថភាពខ្លាំងមែនទេគួរឲ្យស្ដាយណាស់នៅទីនេះវាពូកែយ៉ាងណាក៏អត់ប្រយោជន៍ដែរចប់ហើយគេហៅវាថាចៅហ៊ូជាអ្នកណាជាមនុស្សដែលមានអំណាចពិតប្រាកដនៅតំបន់នេះគ្រាន់តែជាឆ្កែមួយក្បាលក្នុងដៃវាប៉ុណ្ណោះឆេនហាប់ធៀនឬមួយយើងនាំគ្នារត់ទៅចៅហ្វាយចុះធ្វើម៉េចទៅចុះទុកនេះធ្វើយ៉ាងម៉េចបងហ៊ូខ្ញុំត្រូវគេវានៅផ្សាររាត្រីអ្នកណាហ៊ានវាឯងអាប្រុសស្គមស្គាំម្នាក់វាខ្លាំងគួរសំដែរថែមទាំងបង្ខំឲ្យខ្ញុំសុំទោសទៀតអូសក្បាលវាទៅឲ្យឆ្ងាយខ្ញុំទៅដល់ឥឡូវហើយអាគ្រូឯងអួតថាខ្លាំងមែនទេលីបចង់គុំទៅណាខ្ញុំក៏គ្មានបំណងចង់ទៅណាដែរកញ្ញាទៅឲ្យឆ្ងាយទៅរឿងនេះមិនមែនជារឿងរបស់កញ្ញាទេរឿងនេះកើតឡើងព្រោះតែខ្ញុំមិនអាចទៅចោលបានទេអូមិនមែនស្រីធម្មតាទេតើពិតវាទៅក្រុមហ៊ុនធីនឆឹងគួរឲ្យចាប់អារម្មណ៍យករបស់គេមកឲ្យគេវិញទៅបានចាំមើលពេលបងហ៊ុំដល់ចាំមើលថាអញហ៊ាននិយាយបែបនេះដាក់អញទៀតឬអត់ចៅហ៊ុំដល់ហើយបងហ៊ូគឺវានឹងឯងចៅហ៊ុំដល់ហើយ